រឿងចាក់សំឡេងខ្មោចទីប្រឹក្សាសិទ្ធិមនុស្សថៃបន្ទោសចោមផាឡាំងថាកំពុងបង្ករឿងធំឲ្យស្អុយគេឈ្មោះដល់ប្រទេសថៃលេចចេញសញ្ញាបែកបាក់គ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសថៃព្រោះថាពេលនេះមានបុគ្គលម្នាក់ទៀតហើយបានចេញមុខរិះគន់ចោមផាឡាំងដែលបានដឹកនាំចាក់សំឡេងខ្មោចនៅលើទឹកដីកម្ពុជានៅថ្ងៃច័ន្ទទី13ខែតុលាឆ្នាំ2025ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សថៃ Zanai Phasup បានបង្ហោះសារលើបណ្ដាញសង្គម X បានដាក់ការស្ដីបន្ទោសចំទៅលើចោមផាឡាំងថាជាបុគ្គលម្នាក់កំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយដោយសារតែការចាក់សំឡេងខ្មោចវាជារឿងធំហើយកម្ពុជានឹងដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងអ្នកអង្កេតការអន្តរជាតិដើម្បីស្នើសុំការស៊ើបអង្កេតទៅកាន់ការប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំរបស់ថៃដើម្បីចាក់សំឡេងខ្មោចនិងសំឡេងយន្តហោះដែលបង្កការរំខាននិងភ័យខ្លាចដល់សមាគមតាមព្រំដែនថៃកម្ពុជាសកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិលវាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែតតើអ្នកណាបានផ្ដល់ភ្លើងខៀវឲ្យចោមផាឡាំងលោកបន្តថាចប់ហើយនាយករដ្ឋមន្ត្រីលោកអនុทิន ឆាន់វរគុណនិងយោធាបែរទៅជាគាំទ្រចោមផាឡាំងទៅវិញនេះប្រៀបដូចជាការបំផ្លាញកិច្ចខិតខំរបស់មន្ត្រីការទូតដែលពឹងទៅលើគោលការណ៍គោរពច្បាប់អន្តរជាតិដើម្បីធ្វើឲ្យថៃស្របច្បាប់និងការប្រឆាំងកម្ពុជាលើបញ្ហាកន្លងមកទាំងអស់តាក់ទងទៅនឹងចំនួនជុំវិញរឿងនេះសមាជិកព្រឹទ្ធសភាថៃលោកស្រីអង្គខាណានីលផៃជីតក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកកត្រូវពិនិត្យលើករណីបុគ្គលចោមផាឡាំងប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរនៅភូមិប្រច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលោកស្រីអង្គខាណានិយាយថារដ្ឋាភិបាលថៃគួរតែដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឲ្យមានអារម្មណ៍ភ័យខ្លាចឬក៏ប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជនទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពជំលោះក៏ដោយជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញាប្រឆាំងទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលខុសខើអមនុស្សធម៌ឬបន្ទុកបន្ទាប CAT ដែលថៃជារដ្ឋភាគីយើងងាកទៅព័ត៌មានមួយទៀតថៃឆ្លោះថៃគ្នាឯងនាយករដ្ឋមន្ត្រីអនុทิនប្តឹងទៅនវត្ថាជាមនុស្សគ្មានគម្របតាមការចុះផ្សាយពីសារព័ត៌មាន The Tiger នាយករដ្ឋមន្ត្រីថៃលោកអនុทิน ឆាន់វរគុលបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅម្ចាស់ស្ថាប័ន Miss Grand International លោក Nawat ពីបទបរិហាកេរ្តិ៍ចំពោះការអត្ថាធិប្បាយអំពីជំងឺ COVID-19 ដោយថា Nawat ជាមនុស្សមាត់គ្មានគម្របជាការឆ្លើយតបទៅនឹងបណ្ដឹងបរិហាកេរ្តិ៍ដែលប្តឹងដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្នពីបទរិះគន់ជំងឺ COVID-19 ការលោកនៅជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម្ចាស់ស្ថាប័ន MGI បានបញ្ជាក់នៅលើទំព័រ Facebook ផ្ទាល់ខ្លួនទាំងគ្មានការព្រួយបារម្ភថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះដូច្នេះលោកអនុทินគួរតែចំណាយពេលជួយប្រជាជនច្រើនជាងមកប្តឹងលោកនាំតែខាតពេលវេលាប៉ុណ្ណោះយ៉ាងណាមិញបញ្ហាដ៏រសើបមួយនេះបានក្លាយជាប្រធានបទនៃការពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅក្នុងប្រទេសថៃបន្ទាប់ពីតុលាការជាន់ទាបបានសម្រេចច្រានចោលសំណុំរឿងក្តីរបស់នាយករដ្ឋមន្ត្រីប៉ុន្តែភាគីលោកអនុทินបានសម្រេចបន្តចាត់វិធានការតាមផ្លូវច្បាប់នៅសាលាឧទ្ធរដោយឡែកអ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិផ្សេងដែលអ្នកខ្លះសម្ដែងការតក់ស្លុតចំពោះស្ថាប័នមួយនេះសឹងតែមិនជឿថានាយករដ្ឋមន្ត្រីបច្ចុប្បន្នបែរជាមានចំនួនជាមួយម្ចាស់ស្ថាប័នបវរកញ្ញាទៅវិញជាពិសេសចំនួនជាមួយពាណិជ្ជកម្មរូបនេះមហាជនសុទ្ធតែដឹងថាគ្មានផលចំណេញអ្វីឡើយជាក់ស្ដែងនាពេលកន្លងមកមេ MGI រូបនេះតែងតែបង្ករឿងជាមួយមនុស្សជាច្រើនរាប់ចាប់តាំងពីសហម្ចាស់ Miss Universe Organization គឺជាស្ត្រីកែភេទ Annie ចក្រាជុតថាធិបដែលបានធ្លាប់ឆ្លោះគ្នាបែកផ្សែងផ្អើលប្រទេសថៃព្រមទាំង Andy ប្រទេសជិតខាងនិងម្ចាស់ស្ថាប័នបបរកញ្ញាមកពីជុំវិញពិភពលោកផងដែរ